សួស្តីអ្នកទាំងអស់គ្នាខ្ញុំនឹងបង្ហាញអំពីការ update weekend ដំបូងឡើយគឺខ្ញុំចូលទៅកាន់ menu setting បន្ទាប់មកខ្ញុំចូលទៅកាន់ vacation បន្ទាប់មកខ្ញុំចូលទៅកាន់ weekend ហើយខ្ញុំនឹងធ្វើការជ្រើសរើស weekend ណាមួយដែលខ្ញុំចង់ធ្វើការ update បន្ទាប់មកខ្ញុំคลิกទៅលើប៊ូតុង action បន្ទាប់មកខ្ញុំคลิกទៅលើប៊ូតុង edit ដែលនៅខាងក្រោមហើយទៅខ្ញុំធ្វើការកែប្រែឈ្មោះ weekend ខ្ញុំដាក់ទៅជា Monday វិញ Monday បន្ទាប់មកខ្ញុំคลิกទៅលើប៊ូតុង update នេះគឺជាអ្វីដែលយើងបានធ្វើការកែប្រែអំបញ្ញមិញ